ធ្លាប់តែចេញវីដេអូធ្វើម្ហូបឥឡូវផ្លាស់ប្ដូរអារម្មណ៍បងប្អូនមកធ្វើបង្អែមវិញម្ដងជម្រាបសួរពុកម៉ែបងប្អូនណាខ្លះស្គាល់បង្អែមមួយមុខនេះហើយសូមតម្លែងខមមិនផងតាមពិតទៅពេលខ្លះខ្ញុំធ្វើម្ហូបច្រើនពេកក៏មានអារម្មណ៍ថាខ្លួនឯងហ្នឹងរៀងសាំរៀងធុញដែរឥឡូវនេះមកឲ្យបងប្អូនផ្លាស់ប្ដូរអារម្មណ៍វិញហើយខ្ញុំឲ្យបងប្អូនដាក់ឈ្មោះឲ្យម្ហូបបង្អែមមួយមុខនេះរសជាតិមានច្រឡំរសជាតិបង្អែមមួយមុខនេះឈ្មោះអីដែរតាមពិតវាមានឈ្មោះវាប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនខ្លះគាត់ដែលស្គាល់ហ្នឹងគឺគាត់ប្រាប់ឈ្មោះមកហើយគ្រឿងផ្សំហ្នឹងក៏មានអីច្រើនដែរបងប្អូនអើយហើយសណ្ដែកនេះមុនយកទៅធ្វើអីក៏ដោយធ្វើនំធ្វើសណ្ដែកក៏ដោយយើងលាងវាឲ្យបានច្រើនទឹកខ្ញុំយកអាសណ្ដែកគេបកស្រាប់ខ្ជិលយកអាមានសបកយកមកលាងញ៉ៃគ្រឿងផ្សំវានេះមានសណ្ដែកដែលខ្ញុំលាងមិញហ្នឹងឬក៏បងប្អូនអាចត្រាំទុក1ម៉ោង2ម៉ោងឲ្យវារីកសិនក៏បានដែរមុនយកមកធ្វើបង្អែមហ្នឹងណាខ្ញុំមានសណ្ដែកម្សៅឆាបន្តិចមកអំបិលហើយនឹងនេះអង្គតណើបបងប្អូនយកម្សៅម៉ាក់អីក៏បានដែរឲ្យតែម្សៅតណើបឬក៏បងប្អូនកិនអង្គតណើបខ្លួនឯងក៏បានដែរហើយខ្ទិះដូងខ្ទិះដើមយើងបងប្អូនចោលបានទេច្រើនកាលណាល្អកាលហ្នឹងហើយមុននឹងចូលការធ្វើឥឡូវខ្ញុំចំហុយសណ្ដែកវាសិនសណ្ដែកហ្នឹងខ្ញុំដោយសារខ្ញុំអត់បានត្រាំវាទុកយូរម៉ោងទេខ្ញុំលាងភ្លាមគឺខ្ញុំធ្វើភ្លាមអញ្ចឹងវាចំណាយពេលចំហុយរៀងយូរដែរបើបងប្អូនចង់ចំណាយពេលលឿនបងប្អូនត្រាំវា2ម៉ោងទៅខ្ញុំយកមកចំហុយ4-10នាទីគឺឆ្អិនហើយខ្ញុំដាក់ចំហុយសណ្ដែកវាចោលប្រហែលជា20នាទីហ្នឹងខ្ញុំឆ្លៀតពេលមកលាយម្សៅឲ្យបងប្អូនមើលម្សៅសបកនំហ្នឹងណាបងប្អូនគ្រឿងហ្នឹងចែកជា3ភាគមកអំបិលហើយស្ករហើយនឹងខ្ទិះដូងហ្នឹងតែម្សៅនេះយើងមិនលាយខ្ទិះដូងក៏បានដែរធ្វើតាមខ្ញុំមកម្សៅតណើបហ្នឹងយកមកលាយស្ករអំបិលហ្នឹងយកឡំខ្ញុំចេះតែធ្វើទេបើឲ្យខ្ញុំប្រាប់រង្វាល់ថាស្ករដាក់ម៉ានអំបិលដាក់ម៉ានគឺខ្ញុំអត់មានជំនាញទេបងប្អូនគាត់អត់ដឹងថានំនេះវាអត់យកប្រៃវាអត់យកផ្អែមខ្លាំងទេយកឡំបានហើយព្រោះយើងនៅស្រូបនៅក្នុងខ្ទិះដូងផងនៅក្នុងស្នូលសណ្ដែកផងអញ្ចឹងបងប្អូនលាយយកមកតាមគ្រឿងឡំផ្អែមឡំទៅហើយមានជាតិប្រៃឡំទៅម្សៅហ្នឹងបងប្អូនលាយចាក់ទឹកម្ដងតិចដូចខ្ញុំអញ្ចឹងទៅបើសិនបងប្អូនអត់ច្បាស់ហើយលាយហើយបងប្អូនច្បល់វាថែមទឹកម្ដងតិចរហូតតតែយើងវាយច្បាច់ទៅវាមានអារម្មណ៍ថាម្សៅវាអត់ជាប់នៅក្នុងចានដៃហើយវាអត់ជាប់ដៃដូចខ្ញុំធ្វើអញ្ចឹងណាហើយកុំឲ្យវាជ្រេខាងពេកក៏ធ្វើនំអត់កើតដែរពេលចំហុយទៅវាលាយហើយដូចខ្ញុំបង្ហាញបងប្អូនអញ្ចឹងម្សៅយើងច្បល់វាមិនកុំឲ្យរឹងពេកដែរគ្រាន់វាប្រេះម្សៅដូចតែល្មមខ្ញុំធ្វើមិនអញ្ចឹងទៅកុំឲ្យយើងលាយកុំឲ្យវាស្អិតជាប់ដៃហើយនឹងជាប់ចានដៃឥឡូវមកមើលការធ្វើស្នូលវិញដូចខ្ញុំនិយាយមិញថាខ្ទិះដូងយើងចែកជា3ដោយសារយើងយកមកធ្វើអញ្ចឹងណាស្នូលសណ្ដែកហ្នឹងខ្ញុំចាក់ខ្ទិះដូងដើមហ្នឹងឆាវាជាមួយសណ្ដែករបៀបឆាហ្នឹងគឺវាអត់អីពិបាកទេបងប្អូនសណ្ដែកដែលយើងចំហុយមិញហ្នឹងវាឆ្អិនស្រាប់អញ្ចឹងយើងដាក់អំបិលមកចុកមកហើយស្ករសយើងដាក់ប្រហែលជា3 10ព្រាមកតាមពិតអង្គតណើបដូចជាកន្លះគីឡូដែលខ្ញុំធ្វើហ្នឹងហើយខ្ញុំអត់បានថ្លឹងសណ្ដែកនេះទេសណ្ដែកនេះវាចូល3-4ខាំហើយដោយសារខ្ញុំធ្វើស្នូលឲ្យច្រើនហ្នឹងទុកសម្រាប់ខ្ញុំធ្វើនំស្អីគេនំស្លឹកចេកខៀវអូយនំស្រស់អានំគេអប់ផ្កាម្លិះហ្នឹងស្នូលគេធ្វើអញ្ចឹងដែរហើយបើបងប្អូនចង់បានមានស្នូលជាមួយនឹងស្អីគេតំណាប់តឡាចបងប្អូនអាចយកមកចិត្តទូចដាក់ថែមមកក៏បានដែរតែខ្ញុំមានតំណាប់តឡាចទេខ្ញុំកូរជាមួយសណ្ដែកអញ្ចឹងហើយបងប្អូនកូរសណ្ដែកកូរឲ្យដូចខ្ញុំមិញមកណាកូរតសណ្ដែកទឹកអ្នកខ្លះគាត់យកទៅបុកហើយបានយកមកកូរតែខ្ញុំខ្ជិលខ្ញុំកូរអញ្ចឹងចូលយកវាយវាតម៉ត់តវាមានក្រាមនៅជាប់ខ្ទះអញ្ចឹងមកវាឆ្អិនល្អល្មុតឆ្ងាញ់ហើយបន្ទាប់ពីខ្ញុំឆាសណ្ដែកធ្វើស្នូលហើយទុកម្លាយរហូតវាត្រជាក់ខ្ញុំឆាខ្ទិះដូងសិនខ្ទិះដូងហ្នឹងយើងសម្រាប់យកមកស្រូបមួយបង្អែមហ្នឹងណាបងប្អូនហ្នឹងហើយរបៀបធ្វើវាមិនមានអីខុសគ្នាឆាខ្ទិះដូងហ្នឹងហើយខ្ញុំនិយាយថាទុក3ឡែកនេះខ្ទិះដូងចុងក្រោយខ្ញុំទុកហ្នឹងគឺខ្ញុំលាយជាមួយម្សៅឆាបងប្អូនយកម្សៅឆាក៏បានម្សៅពោតក៏បានឲ្យតែប្រភេទម្សៅគេហៅ corn starch ហ្នឹងចាយើងចាក់ខ្ទិះដូងហើយឲ្យក្តៅរៀងពុះអញ្ចឹងទៅយើងលាយម្សៅឆាយកមកដាក់ជាមួយខ្ទិះដូងដើម្បីវារៀងខាប់បើបងប្អូនចង់បានខាប់ជាខ្ញុំហ្មងក៏បានដែរខ្ញុំមានរៀងខាប់ល្មមដែរខ្ញុំខ្ជិលលាយម្ដងទៀតតែពិតខ្ញុំចង់រៀងបានរៀងខាប់ជាងនឹងដែរកាលណាវាត្រជាក់ទៅក៏វារៀងខាប់ដែរហើយស្លឹកតើយមកខ្ញុំដាក់វាឲ្យមានក្លិនខ្លះដោយសារយើងចំហុយនំក៏យើងដាក់ស្លឹកតើយដែរខ្ទិះដូងយើងឆាហ្នឹងយើងយកប្រៃផ្អែមឡំបានហើយព្រោះនំវាមានជាតិប្រៃផ្អែមស្រាប់ហើយដូចខ្ញុំនិយាយយ៉ាងអ្វីគ្រឿងកុំយកដិតយកឡំទៅហើយឆាទុកម្លាយយើងដាក់ស្លឹកខ្ទឹមទៅឡើងឈ្ងុយហ្មងបងប្អូនមកឥឡូវមកមើលការខ្ញុំវិចនឹងអ្នកខ្លះគេហៅនំគមស្រាប់អញ្ចឹងតែវាមានឈ្មោះវានំឈ្មោះវានំព្រោះដែរហើយមើលការវិចរបស់ខ្ញុំឆាស្នូលឆាអីហ្នឹងហើយខ្ញុំមូលម្សៅទុកម្ដុំហ្នឹងយើងដាក់វិចទៅអញ្ចឹងមកបងប្អូនគេហៅវិចអីខ្ចប់អីមិនដឹងទេនឹងយើងលាបមួយប្រេងឆាបើបងប្អូនប្រើកូនចានណាខ្ញុំបញ្ជាក់តិចអធិស្ឋានណាបងប្អូនណារាល់បង្អែមហ្នឹងគឺខ្ញុំធ្វើដោយដៃទាំងអស់
យើងមុននឹងធ្វើគឺលាងសម្អាតដៃស្អាតព្រោះយើងតម្រូវយើងពាក់ស្រោមដៃយើងធ្វើវាអត់សូវល្អដូចយើងធ្វើផ្ទាល់ដៃចឹងទេបើបងប្អូនមើលហើយមានការខុសឆ្គងអីខាន់តែអធិស្ឋានផងដោយសារយើងតម្រូវធ្វើឲ្យដៃចឹងបានវាថ្នឹកយើងមូវិញវិចវាទៅវាស្អាតវាខ្ចប់វាចឹងទៅណាហើយនេះទឹកខ្ញុំចំហុយសណ្ដែកមិញហ្នឹងមានលឹកតយស្រាប់ចឹងខ្ញុំថែមមួយស្លឹកទៀតមកដើម្បីយកចំហុយនំបើបងប្អូនចង់ធ្វើនំហ្នឹងយកចានចង្កឹះថ្មមកក៏បានដែរកុំប្រើចានជ័រដូចខ្ញុំទេសារខ្ញុំមានចានចង្កឹះថ្មទេឬក៏បងប្អូនចំហុយផ្ទាល់មួយលឹកចេកចេះក៏បានដោយសារមិញនំខ្ញុំច្រើនទៅខ្ញុំដាក់ចង់ដាក់នំគោលើគ្នាឲ្យឆាប់ឆ្អិនទៅខ្ញុំចំហុយបងប្អូនមើលពីរបែបហ្នឹងយើងដាក់តែស្លឹកចេកចំហុយចឹងក៏បានយើងដាក់ក្នុងចានចេះចំហុយក៏បានដែរវាអត់មានទាស់អីទេហើយឥឡូវនំឆ្អិនហើយបងប្អូនខ្ញុំចង់និយាយថារសជាតិវាគឺញ៉ាំជក់ចិត្តឆ្ងាញ់ណាស់ហើយបងប្អូនដែលមើលបង្អែមខ្មែរយើងហើយមានអារម្មណ៍ថាវាល្អវាស្អាតហើយរសជាតិក៏វាឆ្ងាញ់ដែរមិនចាញ់បង្អែមបរទេសហ្មងទេអញ្ចឹងក្នុងនាមយើងជាកូនខ្មែរយើងជួយអភិរក្សរបស់អ្វីដែលជាខ្មែរយើងមកបងប្អូនដូចជាខ្ញុំវាមិនបានចូលរួមអីសម្រាប់ជាតិទេក៏ខ្ញុំបានលើកពំនាំបង្អែមខ្មែរសម្រាប់ធ្វើឲ្យបងប្អូនទស្សនាដែរមិនមែនខ្ញុំនិយាយហ្នឹងដោយសារខ្ញុំនឹងចេះទេខ្ញុំវាមិនសូវចេះណាទេគ្រាន់តែយើងជួយលើកស្ទួយបង្អែមខ្មែររបស់យើងមក